This is a drama. I'm the drama. សួស្តីអ្នកនរគ្នាថ្ងៃនេះមានរឿង BL ចិនមួយដែលទៅតែនឹងចេញក្តៅៗណាវាជារឿងបែបស្នេហាដែលបណ្ដាលមកពីគំនុំសងសឹកអីចឹងទៅតែរឿងនេះ admin អត់សម្លាយតែម្នាក់ឯងទេណាដោយសារតែនេះគឺជា channel រួមរបស់ admin ចឹងហើយភាពផ្សេងៗទៀតអ្នកនរគ្នាអាចនឹងជួបបងស៊ីអ៊ុនឬក៏បង SN Live និយាយទៅវាមួយយ៉ាងដែរដូចជាយើងកំពុងតែមើលរឿងជុំគ្នាអញ្ចឹងណាមួយទៀតពួកយើងហៅឈ្មោះតួប្រហែលជាមិនសូវដូចគ្នាទេសាច់រឿងវិញក៏អញ្ចឹងដែរដោយសារតែរឿងនេះមាន admin សម្រាប់ដល់តែ3នាក់ចឹងហើយបើសិនជាមានការលឺលួអីសូមអធិស្ឋានទុកជាមុនណាចង់ដឹងថាសាច់រឿងយ៉ាងម៉េចខ្លះតោះយើងទៅមើលរឿងទាំងអស់គ្នាដើមសាច់រឿងយើងឃើញតួប្រុសរបស់យើងម្នាក់ដែលមានឈ្មោះថាឈីឆឹងរបស់យើងគឺថាឡើងសង្ហាញាក់តែម្ដងមើលទៅគេទៅប្រហែលជាអ្នកចូលចិត្តពស់ណាស់ហើយព្រោះថានៅក្បែរគេក៏មានពស់ពីរក្បាលណាស្រាប់តែមាននរណាគេម្នាក់ខំមកកាន់ឈីឆឹងដោយគេប្រាប់ថាឥឡូវនេះគេមានពស់ថ្មីមួយក្បាលគេក៏សួរឈីឆឹងថាតើហ៊ានមកទេឈីឆឹងគេប្រាប់ឲ្យបរិមម្នាក់នោះចាំសិនទៅចាំគេទៅរួចហើយគេក៏ដើរទៅនិយាយជាមួយនឹងពស់របស់គេដោយគេនិយាយថាហងឡុងដល់ពេលហើយដែលអញត្រូវបង្ហាញខ្លួនបន្ទាប់មករឿងក៏បានកាត់ទៅដល់ផ្ទះតួប្រុសយើងម្នាក់ទៀតយើងឃើញមានធូបនៅពីមុខរូបថតប៉ារបស់គេចឹងមានន័យថាប្រហែលជាប៉ារបស់គេគាត់បានស្លាប់បាត់ហើយឥឡូវនេះគេកំពុងតែសុំម៉ាក់របស់គេទុកឲ្យគេជាអ្នកធ្វើម្ហូបវិញតែម៉ាក់របស់គេគាត់ថាមិនអីទេទុកឲ្យគាត់ជាអ្នកធ្វើដោយសារតែថ្ងៃនេះគាត់ត្រូវជួបអនាគតកូនប្រសាផងគាត់ពិតជាសប្បាយចិត្តមែនតើមិនតែប៉ុណ្ណោះទេណាគាត់ថែមទាំងទិញបង្កងយក្សជាម្ហូបដែលនាងចូលចិត្តទៀតឥឡូវនេះយើងទៅស្គាល់តួប្រុសយើងម្នាក់ទៀតតែម្ដងទៅដោយគេមានឈ្មោះថាវូស៊ូវៃគេឃើញបង្កងនឹងគេគិតថាអត់គ្រប់គីឡូទេម៉ាក់របស់គេថាមិនទាំងអាចទៅអ្នកមីងលាវក៏ដឹងថាម៉ាក់នឹងជួបអនាគតកូនប្រសាគាត់ថែមទាំងឲ្យលើសទៀតមុននឹងស៊ូវៃគេស្មាននៅនឹងដៃតែដើម្បីកាន់តែច្បាស់គេថ្លឹងនៅជញ្ជីងវិញមើលគេថ្លឹងទៅឃើញថាអត់គ្រប់នោះទេបានអីនឹងគ្រប់បើបង្កងវាចេញមួយគេមិនដឹងផងហ្នឹងគេក៏ប្រាប់ម៉ាក់គេថាបាត់ឡើងច្រើនខាំហ្មងណាចឹងហើយគេឡើងមួម៉ៅតែម្ដងគេថាចាំខ្ញុំទៅនិយាយជាមួយគាត់ក៏ប៉ុន្តែម៉ាក់របស់គេក៏ខ្វាត់អត់ឲ្យទៅទេគាត់ថាអ្នកមីងលាវមកជំនួយរបស់គាត់ពិបាកអីអញកុំទៅបង្កបញ្ហាឲ្យគាត់អីម៉ាក់បានប្រាប់អញខ្លះទៅការស៊ូទ្រាំគឺជាពរជ័យកាន់តែស៊ូទ្រាំសំណាងល្អកាន់តែច្រើនស៊ូវៃក៏តបត្រូវឲ្យម៉ាក់យើងរស់នៅអញ្ចឹងអស់រយៈពេលជាច្រើនឆ្នាំហើយប៉ុន្តែថ្ងៃនេះវាខុសគ្នាយឺមកទីនេះណាម៉ាក់របស់គេក៏តបថាត្រូវហើយប៉ុន្តែហេតុអីក៏មិនទាន់ឃើញគេមកអញ្ចឹងស៊ូវៃក៏តបថាមិនអីទេនាងតែងតែលេងនៅក្នុងការ dating របស់ពួកយើងរហូតណាមួយផ្ទះរបស់យើងក៏ពិបាករកដែរខ្ញុំទៅក្រៅទៅជួបនាងមួយផ្លេតសិនណានេះហើយគឺជាយាសង្សាររបស់ស៊ូវៃពេលនេះនាងកំពុងតែចាំស៊ូវៃទាំងមិនពេញចិត្តណានាងគិតថាស៊ូវៃនៅកន្លែងស្អីអញ្ចឹងទេហើយក៏មានក្លិនស្អុយទៀតនាងចាំតែបន្តិចនឹងនាងក៏ចង់ទៅវិញហើយស្រាប់តែស៊ូវៃគេក៏បានរត់មកដល់គេក៏ទៅហៅយាឲ្យទៅញ៉ាំអីសិនទៅម៉ាក់បានរៀបចំអាហាររួចអស់ហើយគេក៏បាននិយាយទៀតតើអូនដឹងទេម៉ាក់បងគាត់សប្បាយចិត្តណាស់នៅពេលដែលអូនមកក៏ប៉ុន្តែយាវិញនាងមិនសប្បាយចិត្តជាមួយទេណានាងថាថ្ងៃនេះខ្ញុំមិនញ៉ាំអីនៅទីនេះទេខ្ញុំមានរឿងដែលចង់ប្រាប់លោកវូឈីឆុងយើងបែកគ្នាទៅដំបងឡាយស៊ូវៃគេមិនមែនឈ្មោះស៊ូវៃទេណាគេឈ្មោះថាឈីឆុងក្រោយមកបានគេដូរឈ្មោះដាក់ថាស៊ូវៃវិញចឹងឯមានហៅថាឈីឆុងសិនណាឈីឆុងក៏ចង់ដឹងហេតុអីទៅយាហេតុអីក៏ភ្លាមអូនចង់បែកគ្នាអញ្ចឹងតើអូនមិនបានសន្យាថាតែញ៉ាំអាហារពេលល្ងាចនៅផ្ទះបងទេហេតុអីបានជាភ្លាមបែបនេះចំណែកយាវិញនឹងក៏ចានឈីឆុងចាញ់ដោយនាងនិយាយថាភ្លាមមែនទេកាលពីមុនខ្ញុំចូលចិត្តលោកដោយសារតែលោកសង្ហាតែមើលសភាពលោកឥឡូវនេះមើលខ្ញុំខ្មាស់គេណាស់ដែលនៅជាមួយលោកដូច្នេះហើយឈីឆុងគេថាយាតើអូនចូលចិត្តមិនទៅបងនឹងផ្លាស់ប្ដូរយើងធ្លាប់ចុះសម្រុងជាមួយគ្នាណាហើយយើងក៏បាននិយាយអំពីការរៀបការរបស់យើងទៀតពេលហ្នឹងក៏ស្រាប់តែមានបរិសម្នាក់មកវាយក្បាលឈីឆុងឡើងដួលខ្ពកតែម្ដងដោយគេមានឈ្មោះថាវងចិនឡុងគេថាឲ្យឈីឆុងមកកំសាអត់ប្រយោជន៍នេះចោះមិនគួរណាមកខ្ជះខ្ជាយជាមួយគេអញ្ចឹងទេមើលទៅប្រហែលជាគេជាសង្សារថ្មីរបស់យាអីអញ្ចឹងណាយើងមិនដឹងថាឈីឆុងនឹងទៅជាយ៉ាងណាទេនេះបើគេស្លាប់បាត់ហើយរួចហើយរឿងក៏បានកាត់មកដល់ការប្រកួតពស់វិញពេលនេះឈីឆុងកំពុងតែប្រកួតពស់ជាមួយបរិសម្នាក់នឹងគឺថាសង្ហាមែនតែនអត់ចាញ់ឈីឆឹងទេនេះដោយគេមានឈ្មោះថាគួឈឹងអ៊ីគេក៏ចូលចិត្តពស់ដូចជាឈីឆឹងដែរគេថាថ្ងៃនេះពស់របស់ឈីឆឹងនឹងចាញ់ហើយឥឡូវនេះបេះដូងរបស់ admin បែងចែកហើយនេះដោយសារតែតួយកសង្ហាពេលមិនដឹងថាគួរយកមួយណាទេយើងមើលទៅកាន់ឈីឆឹងណាគេនៅតែមានទំនុកចិត្តដដែលចំណែកពស់វិញគឺថាជា fake friend តែម្ដងពស់ទាំងពីរហ្នឹងគឺជាមិត្តភក្តិនឹងគ្នាតែឥឡូវនេះក៏ប្រកួតគ្នាខាំគ្នាទៅវិញអ្នកខ្លះទៅគេចាក់ខាងពស់របស់ឈីឆឹងអ្នកខ្លះទៅក៏ចាក់ខាងពស់របស់ឈឹងអ៊ីក៏ប៉ុន្តែយើងឃើញថាពស់របស់ឈឹងអ៊ីគេមានប្រៀបជាងណាពស់របស់គេសុទ្ធតែមកពីអាមេរិកខាងត្បូងទៀតឈឹងអ៊ីគេកំពុងតែសប្បាយចិត្តហើយនេះដោយសារតែពស់របស់គេកំពុងតែមានប្រៀបខ្លាំងណាតែបានអីពស់របស់ឈីឆឹងបកក្បាលមកវិញនឹងក៏ធ្វើពស់របស់ឈឹងអ៊ីចាញ់បានដូច្នេះហើយឈឹងអ៊ីគេមានតែទទួលស្គាល់ថាគេចាញ់ចឹងទៅរួចហើយគេក៏ទៅបាច់លុយរបស់គេទៅឲ្យអ្នកកំពុងតែភ្នាល់ចំណែកឈីឆឹងវិញគេក៏ទៅបាច់លុយគេដែរឈឹងអ៊ីក៏ប្រាប់តែកាន់ឈីឆឹងអញក៏បារម្ភអីយើងនឹងគោរពតាមការភ្នាល់របស់យើងឈីឆឹងគេក៏ចង់បានអ្វីដែលគេភ្នាល់ទៅមើលទៅឈឹងអ៊ីគេដូចជារឿងស្ទាក់ស្ទើរណា
ឈីឆឹងគេថាបើសិនជាមិនអាចបែកគ្នាបានទេបំភ្លេចវាចោលទៅតាមពិតទៅពីអ្នកគេភ្នាល់ដាក់មនុស្សណាឈឹងងីគេមានតែចាញ់អីគេក៏ឲ្យមនុស្សរបស់គេទៅកាន់ឈីឆឹងទៅដោយគេប្រាប់ឈីឆឹងថានេះគឺជាសែវឡុងគេគឺជាមិត្តល្អរបស់យើងឬហើយឈឹងងីក៏ឲ្យសែវឡុងទៅបម្រើឈីឆឹងឲ្យបានល្អទៅចំណែកសែវឡុងគេក៏ធ្វើតាមនឹងទៅគេមិនហ៊ានប្រកែកទេរួចហើយរឿងក៏បានកាត់មកដល់មន្ទីរពេទ្យមួយកន្លែងដោយឈីឆឹងរបស់យើងកំពុងតែព្យាបាលរបួសនៅនឹងព្រោះថាគេត្រូវបានអពាក់ចិនលងវាយក្បាលគេគ្រាន់តែឈីឆឹងបើកភ្នែកមកក៏ឃើញលោកគ្រូពេទ្យម្នាក់ពិតជាសង្ហាមែនតែនដោយលោកគ្រូពេទ្យសង្ហាម្នាក់នឹងគេមានឈ្មោះថាជាងសែវស៊ុយក៏ប្រាប់ទៅកាន់ឈីឆុងថាឥឡូវនេះលោកគ្មានបញ្ហាអីទៀតទេឈីឆុងគេចង់ប៉ះមុខរបួសរបស់គេតែសែវស៊ុយគេមិនឲ្យប៉ះទេណាមិនតែប៉ុណ្ណោះទេមុននឹងសែវស៊ុយគេក៏បានផ្លាស់កៅអៅឲ្យឈីឆុងទៀតឈីឆុងក៏ចង់នឹងថាតើពេលនេះខ្ញុំនៅឯណាទៅសែវស៊ុយក៏ប្រាប់ថាឥឡូវនេះលោកកំពុងតែនៅមន្ទីរពេទ្យមិត្តភ័ក្តិរបស់លោកបាននាំលោកមកទីនេះឈីឆុងគេក៏ងើបប្រេះតែម្ដងគេចង់នឹងថាតើជាមនុស្សស្រីមែនទេគឺថាមាន2នាក់មនុស្សប្រុសម្នាក់និងមនុស្សស្រីម្នាក់ស្រីនឹងគេឲ្យសែវស៊ុយប្រាថ្នាណាដែលថោកបំផុតតាមដែលអាចធ្វើទៅបានលើបែបហ្នឹងឈីឆុងក៏លន់មកថានាងដឹងពីខ្ញុំច្បាស់ដល់ហើយខ្ញុំប្រាប់លោកណានាងគឺជាមិត្តស្រីរបស់ខ្ញុំសែវស៊ុយគេថាមិត្តស្រីចុះម្នាក់ប្រុសនោះវិញឈីឆុងក៏តបគេគឺជាមិត្តភ័ក្តិនោះទេឬក៏គ្រាន់តែជាមនុស្សផ្លាច់មុខតែប៉ុណ្ណោះក៏ប៉ុន្តែសែវស៊ុយគេគិតថាពេលនេះឈីឆុងកំពុងតែកុហកគេហើយដូច្នេះហើយឈីឆុងគេក៏សារភាពតែម្ដងទៅយ៉ាងណាមិញវាក៏មិនមែនជាកំហុសរបស់នាងដែរគឺដោយសារតែខ្ញុំឥឡូវនេះវាអាក្រក់មើលពេកមិនសង្ហាហើយក៏ធាត់ទៀតក៏ប៉ុន្តែសែវស៊ុយគេមិនគិតអញ្ចឹងទេគេមើលទៅឈីឆុងមានចំណុចល្អច្រើនណាស់ឈីឆុងក៏តបពិតមែនសែវស៊ុយក៏ប្រាប់ឲ្យឈីឆុងជឿគេទៅដំងឡើយឈីឆុងត្រូវតែការពុកមាត់ចេញហើយត្រូវផ្លាស់ប្ដូរស្ទាយសក់ត្រូវស្លៀកពាក់កៅអៅណាដែលឃើញរៀងហើយក៏ក្លិនទៀតក៏ប៉ុន្តែសម្លៀកបំពាក់ទាំងអស់នោះវាមើលទៅរៀងថ្លៃបន្តិចហើយមួយទៀតត្រូវតែហាត់ប្រាណដើម្បីស្រកគីឡូពេលដែលឈីឆុងធ្វើអញ្ចឹងទៅមិត្តស្រីរបស់គេច្បាស់ជាវិលត្រឡប់មករកគេជាមិនខានដូច្នេះហើយឈីឆុងក៏ធ្វើតាមពីសម្ដីរបស់សែវស៊ុយទាំងអស់ទៅណាគេខំប្រឹងកែប្រែខ្លួនទៅគឺពិតជាសង្ហារបស់គេមែនតាគេអាសាទិញអីណាហាងមួយកន្លែងរហូតទទួលបានគូប៉ុងទៀតណាពេលនេះគេពិតជាសប្បាយចិត្តមែនតែនគេថាខ្ញុំធ្វើបានហើយយើងងាកមកមើលទូប្រុសរបស់យើងវិញពេលនេះគេកំពុងតែអង្គុយមានពោះផងមានប្រុសនៅក្បែរផងស្រាប់តែទូរស័ព្ទរបស់គេក៏បានរឡើងដោយម៉ាក់របស់គេបានខំមកប្រាប់ថាឥឡូវនេះប៉ារបស់គេនៅមន្ទីរពេទ្យឯណោះចាំមកឈីឆឹងវិញគេធ្វើឡើងធម្មតាតែម្ដងរួចហើយគេក៏ដើរមកមើលពោះរបស់គេក៏សួរពោះនៅលើដៃរបស់គេតើចំណែនមែនទេនិយាយទៅសូម្បីតែពោះក៏ចេះចំណែនគ្នាដែរណាខ្លាចម្ចាស់ស្រឡាញ់មួយណាជាងឥឡូវនេះគេមកជួបម៉ាក់គេហើយថែមទាំងយកពោះមកជាមួយទៀតម៉ាក់គេគ្រាន់តែឃើញនឹងគាត់ក៏ភ័យមែនតែនគាត់ក៏ថាឲ្យមិនក៏យកពោះមកផ្ទះទៀតហើយឈីឆឹងក៏ឆ្ងល់ថាតើម៉ាក់គេនៅមន្ទីរពេទ្យមើលប៉ាគេទេម៉ាក់របស់គេថាមានគ្រូពេទ្យមើលហើយរួចហើយឈីឆឹងក៏បបួលម៉ាក់គេទៅមន្ទីរពេទ្យឥឡូវនេះដើម្បីមើលប៉ាគេក៏ប៉ុន្តែមើលទៅអ្នកម៉ាក់របស់គេដូចជាផ្លាច់មិនទេគាត់ថាចាំទៅស្អែកទៅប្រហែលជាប៉ារបស់ឯងគេងបាត់ហើយឈីឆឹងគេប្រាប់ម៉ាក់គេគួរតែមកវិញស្អែកទៅត្រូវបើគ្មានអីទៀតទេគេត្រឡប់ទៅគេងវិញហើយម៉ាក់របស់គេឡើងខឹងតែម្ដងណារនិយាយជាមួយគេមិនបានទាល់តែសោះលុះមកដល់ព្រឹកឡើងឈីឆឹងកំពុងតែគេងក៏មានអ្នកខលមកគេដោយកូនចៅរបស់គេបានខំមកប្រាប់គេថាកន្លែងចិញ្ចឹមពោះរបស់គេពេលនេះត្រូវបានបំផ្លាញអស់ហើយឈីឆឹងគេឡើងឆ្ងល់ណាស់តើវាដោយរបៀបណាទៅដោយសារតែយប់មិញកូនចៅរបស់គេបានផឹកស្វឹងស្រាប់តែព្រឹកឡើងភ្ញាក់មកក៏ឃើញថាកន្លែងចិញ្ចឹមពោះត្រូវបានកំទេចហើយពោះទាំងអស់នៅក្នុងនឹងគឺថាបាត់អស់តែម្ដងសូម្បីតែពោះនៅក្នុងបន្ទប់របស់ឈីឆឹងក៏បាត់ដែរឈីឆឹងក៏សួរចុះសែវឡុងនៅឯណានោះគឺថាសែវឡុងបានចេញទៅមុនពេលដែលកូនចៅរបស់គេក្រោកទៀតអញ្ចឹងប្រហែលជាស្នាដៃរបស់សែវឡុងឯងមើលទៅឈីឆឹងគេពិតជាខឹងមែនតែនគេក៏ខលទៅប្រាប់ឈឹងងីគេប្រាប់ឈឹងងីថាមិនបាច់សុំទោសគេអីទេរកតែសែវឡុងឲ្យគេមកគេចុះពីលើផ្ទះមកក៏បានជួបគ្នាជាមួយនឹងប៉ារបស់គេក៏សួរតើប៉ាមិននៅមន្ទីរពេទ្យទេគេគិតថាតើប៉ារបស់គេកំពុងតែចង់លេងហ្គេមជាមួយគេមែនទេដូច្នេះហើយគេថាខ្ញុំដឹងហើយគេក៏ចង់ដើរចេញតែលោកប៉ារបស់គេក៏គាត់ចង់ឲ្យឈីឆឹងចាប់ផ្ដើមធ្វើការពីដើមដំបូងក៏ប៉ុន្តែឈីឆឹងគេមិននឹងធ្វើទៅគេថាគេនឹងរកខ្សែតែប៉ារបស់គេមិនចង់ឲ្យគេធ្វើអញ្ចឹងទេគាត់ថាមើលចុះអាយុ28ឆ្នាំហើយតែមិនទាន់មានការងារសមរម្យទេឯមើលឈឹងអ៊ីមើលក្រុមហ៊ុនរបស់គេដំណើរការបានល្អណាស់គេសប្បាយមែនក៏ប៉ុន្តែគេមិនដែលធ្វើប្រហែលនឹងការងាររបស់គេឡើយចំណែកឈីឆឹងវិញគេពិតជាឌឺប៉ាគេមែនតែនគេថាឲ្យឈឹងអ៊ីហៅប៉ាថាប៉ាទៅប៉ារបស់គេក៏តបយើងមិនខ្វល់ទេពីការដូរកូននោះតែឯដែលសំខាន់គាត់ពិតជាខ្មាស់គេមែនតែនដោយសារតែពាក្យបណ្ដឹងរបស់ឈីឆឹងបានទៅដល់កន្លែងធ្វើការរបស់គាត់ដូច្នេះហើយគាត់មិនដឹងថាត្រូវទុកមុខនៅណាទេដល់តែឈីឆឹងវិញគេគ្មានខ្លាចប៉ាគេទាល់តែសោះគេសុទ្ធតែបង្ហុយផ្សែងបារីទៅកាន់ប៉ាគេទៀតប៉ារបស់គេក៏និយាយទៀតថាបើសិនជាឯងចង់ឲ្យពោះរបស់ឯងនៅរស់ឯងត្រូវតែទៅធ្វើការឲ្យបានត្រឹមត្រូវក៏ប៉ុន្តែឈីឆឹងគេឌឺរបស់គេមែនណាមើលទៅមុខរបស់គេដូចជាគ្មានខ្វល់អីបន្តិចសោះយើងមកមើលឈីឆឹងវិញពេលនេះគេកំពុងតែណាត់ជួបគ្នាជាមួយនឹងយាគេណាត់ជួបនាងនៅហាងដែលគេតែងតែទិញអីហ្នឹងគ្រាន់តែយាមកដល់គេក៏រត់ទៅអួតដែរណាថាគេឥឡូវនេះស្រកគីឡូហើយគេក៏កាន់ឲ្យយាឲ្យទៅញ៉ាំអីនៅខាងក្នុងជាមួយគេទៅក៏ប៉ុន្តែយានឹងថាវូឈីឆុងលោកចុះមករំខានខ្ញុំទៀតទៅខ្ញុំមកនេះចង់ប្រាប់លោកថាយើងគ្មានអនាគតជាមួយគ្នាទៀតទេឈប់ផ្ញើសារមកកាន់ខ្ញុំទៀតចំណែកឈីឆុងក៏សួរតើហេតុអីទៅអូនធ្លាប់ថាបងធាត់អាក្រក់ឥឡូវនេះបងបានផ្លាស់ប្ដូរអស់ហើយតែយានឹងថានាងមិនមែនគិតអញ្ចឹងទេដោយសារតែឈីឆុងគ្មានលទ្ធភាពឲ្យនាងកាន់កាបូបថ្លៃៗដូចជាមិត្តភក្តិរបស់នាងហើយក៏គ្មានលទ្ធភាពនៅក្នុងការនាំនាងទៅហាងល្អៗទៀតគេបានត្រឹមតែនាំនាងទៅញ៉ាំស៊ុបហតផតអីតែប៉ុណ្ណោះ
ឈីឆុងគេថាឥឡូវនេះគេនាំនាងមកហាងល្អឯងតាស្រាប់តែអ្នកលក់ក៏បានហៅលេខរៀងគេក៏រត់ទៅបន្តិចទៅគេក៏ចង់ប្រើគូប៉ុងដែលគេមានក៏ប៉ុន្តែគូប៉ុងនឹងប្រើបានតែញ៉ាំអាហារថ្ងៃត្រង់នៅថ្ងៃធ្វើការតែប៉ុណ្ណោះឃើញម៉ែបនឹងយាយនឹងក៏ដើរចេញតែម្ដងទៅឈីឆុងគេក៏រត់ទៅខាត់យាយដែលគេបបួលយាយទៅញ៉ាំអីនៅកន្លែងផ្សេងណាយាយនឹងឲ្យឈីឆុងមើលខ្លួនឯងចោះគួរអាណិតណាចឹងហើយនាងឲ្យឈីឆុងទៅរំខាននរណាគេផ្សេងទៅពេលហ្នឹងក៏ស្រាប់តែចិនឡុងក៏បានមកវាយក្បាលរបស់ឈីឆុងទៀតហើយចិនឡុងនឹងគេថាគេបានប្រាប់យាយហើយថាកុំឲ្យមកខាត់ពេកជាមួយនឹងឈីឆុងទៀតឈីឆុងក៏សួរតើលោកជានរណាគេចំណែកចិនឡុងក៏តបតើឯងមើលស្អីឈ្មោះវូឈីឆុងឈ្មោះបែបហ្នឹងគ្មានថ្ងៃជោគជ័យនោះទេនិយាយចឹងហើយគេក៏ដើរចេញទៅថែមទាំងកន្លងឈីឆុងទៀតស្រាប់តែមេរបស់ឈីឆុងក៏បានខំមកគេឈីឆុងគេក៏បញ្ញាមកក្រុមហ៊ុនយ៉ាងលឿនទាំងឈាមក៏បានចឹងតែម្ដងមេរបស់គេខឹងគេមែនទែនដោយសារតែគាត់ចាំយូរពេកគាត់ហៅឈីឆុងមកនេះគឺចង់ឲ្យគេជួសជុលម៉ាស៊ីនព្រីនឲ្យណាហើយសម្ដីគាត់វិញថាឲ្យឈីឆុងឡើងខ្លាំងតែម្ដងឈីឆុងគេរកឃើញថាផ្នែកមួយនៃម៉ាស៊ីនព្រីនត្រូវបានខូចគេចង់ប្រាប់មេគេតែគេមិនចង់ហ៊ានដាស់ទេនេះដោយសារតែពេលនេះមេរបស់គេបានគេងលក់បាត់ហើយគ្រាន់តែគាត់ភ្ញាក់ភ្លាមក៏ស្រែកដាក់ឈីឆុងតែម្ដងណាឈីឆុងក៏ប្រាប់ទៅថាខ្ញុំបានរកឃើញផ្នែកមួយត្រូវបានខូចតែមេរបស់គេមិនគិតអញ្ចឹងទេគាត់ថាពីមុនវាល្អទេអញ្ចឹងច្បាស់ជាឈីឆុងអ្នកធ្វើឲ្យខូចហើយឈីឆុងវិញគេក៏ប្រកែកយ៉ាងលឿនតែម្ដងគេថាវាបានខូចមុនពេលដែលគេជួសជុលមកម្ល៉េះយ៉ាងណាមិញមេរបស់គេចង់ឲ្យគេចេញថ្លៃសងណាក៏ប៉ុន្តែឈីឆុងគេនៅសងលុយក្រុមហ៊ុនកាលពីខែមុនមិនទាន់ដាច់នៅឡើយទេប្រាក់ខែរបស់គេគឺថាបានតិចមែនតែនមេកន្ទ្រីនឹងថាបើសិនជាឈីឆុងគិតថា benefit របស់ក្រុមហ៊ុនមិនល្អទេឈីឆុងចេញទៅចាំមើលថាតើឈីឆុងគេហ៊ានទាមទារអីទៅគាត់មិនអាចឲ្យឈីឆុងបើកប្រាក់ខែងាយៗដោយមិនធ្វើអីនោះទេមិនតែប៉ុណ្ណោះទេគាត់ថែមទាំងមើលងាយឈីឆុងជាច្រើនបន្ថែមទៀតឈីឆុងក៏គិតក្នុងចិត្តថាសង្សាររបស់គេបានរត់ចោលគេចំណែកឯមេកន្ទ្រីរបស់គេនិងអ្នកផ្សេងទៀតបានមើលងាយគេជាខ្លាំងគេមិនអាចទ្រាំនៅតទៀតបានទេគេក៏សុំឈប់តែម្ដងទៅលុះយកបន្តិចឈីឆុងគេក៏មកមន្ទីរពេទ្យសែវជួយឃើញនឹងគេក៏សួរឈីឆុងតែប្រហែលថ្ងៃសោះហេតុអីក៏លោកត្រឡប់មកវិញទៀតហើយឈីឆុងក៏ប្រាប់ថាខ្ញុំដូរឈ្មោះហើយសែវជួយក៏ចង់នឹងថាតើឈ្មោះអីទៅគឺឈីឆុងគេដូរពីវូឈីឆុងទៅជាវូស៊ូវៃវិញបន្តមកសែវជួយក៏បានព្យាបាលរបួសឲ្យស៊ូវៃហើយអញ្ចឹងចាប់ពីពេលនេះទៅឈ្មោះរបស់គេគឺស៊ូវៃវិញឯណាតែពេលដែលគេខ្លាចជាមិត្តស្និទ្ធស្នាលជាមួយនឹងសែវស៊ួយទៅសែវស៊ួយគេហៅថាស៊ូវៃទេតែគេហៅថាតាវៃស៊ូវៃក៏និយាយថាយើងនឹងផ្លាស់ប្ដូរគ្រប់យ៉ាងលើបែបហ្នឹងសែវស៊ួយក៏ឆ្ងល់ថាផ្លាស់ប្ដូរអីទៅស្រាប់តែស៊ូវៃក៏ស្រែកឡើងលឺតែម្ដងថាខ្ញុំនឹងផ្លាស់ប្ដូរគ្រប់យ៉ាងរួចហើយរឿងក៏បានកាត់មកដល់ថ្ងៃបន្ទាប់ឥឡូវនេះស៊ូវៃគេបានធ្វើការជាមួយនឹងសែវស៊ួយណាស៊ូវៃគេពិតជាអរគុណទៅកាន់សែវស៊ួយមែនទែនដែលបានយកគេចូលសែវស៊ួយគេថាមិនអីទេណាមួយដោយសារតែគេក៏ត្រូវការមានមនុស្សជួយដែរតាមពិតទៅស៊ូវៃគេចង់ start business របស់គេប៉ុន្តែម៉ាក់របស់គេមិនចង់ឲ្យគេធ្វើទេដោយសារតែគាត់បារម្ភពីស៊ូវៃអីចឹងទៅសែវស៊ួយក៏សួរចុះឯងបានសម្រេចចិត្តថាធ្វើនៅស៊ូវៃវិញគេបានរៀបចំឲ្យអស់ហើយ business របស់គេគឺជាការលក់ស្ករទាញនៅផ្សាររាត្រីណាសែវស៊ួយគេឮថាអ្នកត្រួតពិនិត្យនៅឯផ្សារតឹងរឹងខ្លាំងណាស់តែស៊ូវៃគេថាមិនអីទេគេបានរកកន្លែងហើយបន្ទាប់មកគេក៏បានមកលក់នៅក្នុងផ្សាររាត្រីហ្នឹងហើយណាគេក៏ស្រែកលក់ថាស្ករទាញដល់តែអ្នកលក់ក្បែរហ្នឹងក៏ស្រែកដែរផ្លែឈើគាត់ជួនអីផ្សារហ្នឹងគឺជាផ្សាររបស់ឈីឆុងតាឥឡូវនេះគេកំពុងតែដើរមើលសណ្ដាប់ធ្នាប់នៅក្នុងផ្សារអ្នកលក់តាមចិញ្ចាំថ្នល់គ្រាន់តែឃើញនឹងក៏នាំគ្នារត់ចែកជើងគ្នាអស់ចំណែកស៊ូវៃវិញគេមិនដឹងទេគេក៏សួរលោកពូក្បែរហ្នឹងហេតុអីបានជាពួកគេរត់ចេញអស់អញ្ចឹងលោកពូនឹងគាត់ក៏ប្រាប់ទៅថាផ្លូវហ្នឹងគឺជារបស់ក្រុមហ៊ុនយួនទួនបើចង់លក់នៅទីនេះទោះតែមានអាជ្ញាប័ណ្ណលក់សិនស៊ូវៃក៏សួរលោកពូទៀតចុះលោកពូមានអាជ្ញាប័ណ្ណដែរទេបានអីគាត់អត់មានដែរហ្នឹងបើគាត់រស់ស៊ីតូចតាចចឹងហើយគាត់មានតែរត់តាមគេតាមឯងនឹងឯងបើប៉ែមួយនោះវិញគ្មាននរណាគេហ៊ានធ្វើអីគេទេគេអាងថាគេមានធំខ្លាំងអីអញ្ចឹងណាមើលចោះសំបីតែអង្គរៈអ្នកដើរត្រួតពិនិត្យផ្សារក៏គេវាយដែរមិនតែប៉ុណ្ណោះទេក៏ស្រែកដាក់លោកពូនឹងថាបើលោកកំពុងតែមើលស្អីប្រហែលជាគេមិនដឹងទេថាអ្នកក្បែរនឹងជានរណាគេនោះស្រាប់តែគេក៏យកផ្លែឈើគប់ទៅកាន់ឈីឆឹងក៏ប៉ុន្តែដៃរបស់ឈីឆឹងយើងគឺថាលឿនមែនតែនគេចាប់ឡើងជាប់ឬហើយឈីឆឹងក៏គប់អាប៉ែនឹងវិញឡើងដួលតែម្ដងដូច្នេះពីរអ្នកគេក៏ចាប់ផ្ដើមវាយគ្នាតែម្ដងទៅអាប៉ែនឹងមានធំចឹងមែនតែមិនមែនជាដៃគូរបស់ឈីឆឹងទេណាឈីឆឹងដាក់តាមដៃនឹងគេឡើងដួលទៀតហើយណែឈីឆឹងយើងសង្ហាហើយក៏ខ្លាំងទៀតគ្រាន់តែឃើញចឹងស៊ូវៃក៏លន់មាត់ថាលោកពូបរិះម្នាក់នោះពិតជាខូលដល់ហើយដល់តែងាកមើលទៅលោកពូនឹងរត់ដល់ណាណីបានពេលនេះស៊ូវៃមិនដឹងថាត្រូវធ្វើម៉េចទេនេះគេនៅតែម្នាក់ឯងផងចំណែកឯអ្នកត្រួតពិនិត្យផ្សារគាត់ឃើញស៊ូវៃមិនព្រមទៅណាគាត់ថាចាំគាត់ទៅដោះស្រាយជាមួយក៏ប៉ុន្តែឈីឆឹងគេក៏ខាត់គេក៏ជាអ្នកដើរចូលទៅនិយាយជាមួយវិញគេហៅស៊ូវៃគ្រាន់តែស៊ូវៃងាកមុខមកនឹងឈីឆឹងមើលទៅដូចជាចាប់អារម្មណ៍ទៅលើស៊ូវៃតែម្ដងដោយសារតែឃើញសម្រស់របស់កូនស្រីយើងគេស្អាតពេកស៊ូវៃក៏បោះស្ករទាញរបស់គេទៅឲ្យឈីឆឹងរួចហើយគេក៏រត់ចេញបានចំណែកឈឹងអ៊ីវិញគេកំពុងតែឈរមើលពីលើគេដូចជាធ្លាប់បានឃើញស៊ូវៃណាគេកំពុងតែតាមរកស៊ូវៃផងឥឡូវនេះក៏ឃើញស៊ូវៃល្មមតិចគេចាប់អារម្មណ៍ទៅលើស៊ូវៃដែរទៅចំណែកឈីឆឹងវិញក្បាលរបស់គេសុទ្ធតែស្ករទាញតែម្ដងណាមិនដឹងថាគេខឹងស៊ូវៃប៉ុណ្ណាទេនេះគេក៏ថាកុំឲ្យយើងចាប់ឯងបានឲ្យសោះឃើញថាគេខឹងមែនរួចហើយគេក៏ដើរចេញទៅបាត់ទៅឈឹងអ៊ីគេថាអញ្ចឹងតោះយើងទៅជួបម្នាក់នោះក៏ប៉ុន្តែយើងក៏មិនដឹងថាតើគេមានរឿងអីជាមួយនឹងស៊ូវៃដែរដល់ទៅស៊ូវៃវិញពេលនេះគេកំពុងតែរត់មកមន្ទីរពេទ្យយ៉ាងលឿនគេពិតជាភ័យខ្លាំងមែនតើឃើញម៉ែបនឹងសែវជួយក៏ឆ្ងល់ហេតុអីក៏អញបញ្ញាប់ម្លេះ
សួរវិញគ្រាន់តែប្រាប់ថាកំប្រាប់នរណាគេម្នាក់ថាយើងនៅទីនេះណាសែលស្រួយវិញគេក៏ចេះជួយគ្នាទៀតគេឲ្យសួរវិញទៅលាក់ខ្លួនសិនទៅហើយកុំមាត់អីឲ្យសោះចឹងហើយសួរវិញគេក៏រត់ពួនបាត់ទៅស្រាប់តែឈឹងអ៊ីក៏បានដើរចូលមកគ្រាន់តែគេដើរចូលមកដល់ភ្លាមឃើញសម្រស់របស់លោកគ្រូពេទ្យនឹងក៏លងគេតែម្ដងរបៀបថាជាស្នេហាបែបផ្ទះបាញ់ណាឃើញភ្លាមស្រឡាញ់ផ្លែតអីចឹងទៅអ្នកណាមិនស្រឡាញ់បើស្អាតម្លឹងហ៎សែលជួយក៏សួរតើខ្ញុំអាចជួយអីលោកបានទេឈឹងអ៊ីក៏តបខ្ញុំមករកមនុស្សម្នាក់សែលជួយក៏សួរទៀតតើនរណាគេទៅកូនចៅរបស់ឈឹងអ៊ីចង់និយាយតែឈឹងអ៊ីអត់ឲ្យនិយាយទេដោយឈឹងអ៊ីបានបដូរមកនិយាយវិញថាខ្ញុំមករកលោកគ្រូពេទ្យដូច្នេះហើយសែលជួយក៏ឲ្យឈឹងអ៊ីអង្គុយចុះទៅឈឹងអ៊ីវិញគឺថាមើលមកកូនគេរហូតតែម្ដងណាសែលជួយគេថានិយាយមកតើលោកមានបញ្ហាអីក៏ប៉ុន្តែឈឹងអ៊ីគេឲ្យទាយទៅសែលជួយក៏តបជាជំងឺរោគស្ត្រីមែនទេដូច្នេះលោកគួរតែទៅមន្ទីរពេទ្យសម្ភពវិញទៅមិនតែប៉ុណ្ណោះទេគេថែមទាំងប្រាប់ផ្លូវឲ្យឈឹងអ៊ីទៅទីនោះទៀតឈឹងអ៊ីក៏និយាយវិញម្ដងឯងមើលទៅពិតជាស្អាតណាស់លើបែបហ្នឹងសែលជួយគេថាឈឹងអ៊ីមានបញ្ហាភ្នែកហើយចឹងលោកគួរតែទៅមន្ទីរពេទ្យភ្នែកវិញទៅស្រាប់តែឈឹងអ៊ីក៏ងើបអោនទៅចិត្តសែលជួយដោយសួរថាឯងចូលចិត្តមនុស្សប្រុសត្រូវទេណែឈឹងអ៊ីលេងសួរគេចំចឹងតែម្ដងមិនដឹងថាគេអៀនទេនេះសែលជួយក៏ថាឲ្យឈឹងអ៊ីមានបញ្ហាផ្លូវចិត្តហើយចឹងហើយគេក៏ឲ្យឈឹងអ៊ីទៅពេទ្យផ្នែកផ្លូវចិត្តវិញណាចំណែកឈឹងអ៊ីគេចង់ដឹងឈ្មោះរបស់សែលសួយគេក៏មើលការរបស់សែលសួយដូច្នេះហើយគេក៏ស្គាល់ឈ្មោះរបស់សែលសួយតែម្ដងទៅហើយគេថាយើងនឹងចងចាំឯងនិយាយចឹងហើយគេក៏ត្រឡប់ទៅវិញបាត់ទៅណាបន្ទាប់មកសួរវៃក៏ចេញមកសួរតើគេទៅវិញបាត់ហើយមែនទេសើសួយក៏ប្រាប់ថាគេទៅវិញបាត់ហើយមិញនឹងសួរវៃគេឡើងភ័យមែនតែនគេក៏លន់មកថាគេជួបសំណាងអាក្រក់ណាហើយគេថាយើងមិនអាចបន្តអាជីវកម្មរបស់យើងបានទៀតទេយើងត្រូវតែរកវិធីផ្សេងចាំមើលថាតើគេរកវិធីអីទៅណោះរួចហើយរឿងក៏បានកាត់មកដល់ថ្ងៃថ្មីមានស្រីស្អាតម្នាក់គេមកនិយាយជាមួយនឹងសែលសួយថាលោកគ្រូពេទ្យខ្ញុំមិនអាចឃើញលោកនៅជាមួយមិត្តស្រីរបស់លោកសោះសែលសួយក៏តបប៉ុន្តែខ្ញុំមានមិត្តប្រុសហើយគាត់ជួនអីពេលនឹងសួរវៃគេលឺគេឡើងភ្ញាក់ផ្អើលតែម្ដងចំណែកម្នាក់ស្រីនឹងលឺអញ្ចឹងគេក៏ដើរចេញទៅបាត់ទៅសួរវៃក៏ទៅសួរសែលសួយតើឯងចូលចិត្តមនុស្សប្រុសសែលសួយក៏តបស្អីគេខ្លាចមែនទេគេនិយាយចឹងហើយថែមទាំងដាក់ដៃលើស្មារបស់សួរវៃទៀតសួរវៃក៏តបថាអត់ទេវាមិនអីទេណាអញ្ចឹងយើងចេញទៅហើយមិនដឹងថាខ្លាចអីទេបើ GL សោះដៃរបស់សួរវៃគឺថាលឿនមែនតែនគេបានលួចប៊ីរបស់សែលសួយក៏សួរតើឯងយកតាំងពីពេលណាសួរវៃក៏ប្រាប់ទៅថាពេលដែលយើងនិយាយគ្នាអំបញ្ញមិញហ្នឹងឥឡូវនេះគេកំពុងតែចាប់តាមការងារថ្មីរបស់គេហើយរួចហើយគេក៏ដើរចេញទៅបាត់ទៅចាំមើលថាតើការងារថ្មីគេនឹងអីគេណោះសែលសួយក៏សួរតើឯងកំពុងតែទៅណាក៏ប៉ុន្តែសួរវៃគេមិនប្រាប់ទេណាចំណែកឈីឆឹងយើងវិញគេកំពុងតែឈួយយ៉ាងកំសត់ក៏ប៉ុន្តែនៅតែចេះរឿងសង្ហាដដែលស្រាប់តែប៉ារបស់គេក៏បានខំមកស្ដីឲ្យគេដោយសារតែឈីឆឹងគេបានទៅប្រជុំនៅក្នុងថ្នាក់រៀនរបស់គេណាចំណែកឈីឆឹងក៏ប្រាប់ថាឥឡូវនេះគេកំពុងតែមានអាហារពេលល្ងាចបែប businessចឹងហើយគេមិនអាចចេញទៅបានទេយ៉ាងណាមិញប៉ារបស់គេមិនជឿគេទេណាគាត់ក៏ថាឲ្យឈីឆឹងជាច្រើនទៀតតែឈីឆឹងគេមិនស្ដាប់ទេគេក៏បាត់ទូរស័ព្ទទៅមិនដឹងថាតើពេលនេះឈីឆឹងគេកំពុងតែគិតអីទេណាមើលទៅមុខរបស់គេគឺថាពិតជាសែតមែនតែនរីឯសួរវៃរបស់យើងវិញពេលនេះគេកំពុងតែ live video រួចហើយនឹងគេក៏ឃើញកំឡោះសង្ហាឈីឆឹងយើងកំពុងតែឈរគេក៏ដាក់កាមេរ៉ានៅក្នុងកប៉ៅអាវហើយក៏ធ្វើជាដើរទៅក្បែរឈីឆឹងដើម្បីថតរូបឈីឆឹងគេថែមទាំងប៉ែងជើងឈីឆឹងឲ្យដួលទៀតណាដៃរបស់សួរវៃគឺថាឡើងលឿនមកផ្លេតមិញហ្នឹងគេលួចទូរស័ព្ទរបស់ឈីឆឹងបានថែមទាំងធ្វើជាសួរឈីឆឹងតើលោកមិនអីទេមែនទេរួចហើយគេក៏ប្រឹងដល់ចេញតែឈីឆឹងគេដឹងចឹងហើយគេក៏ចាប់សួរវៃតែម្ដងទៅដោយគេនិយាយថាឯងធ្វើពុតជាជួយយើងតែយើងមិនអាចចាញ់បោកឯងបានទេសួរវៃក៏តបបងប្រុសខ្ញុំមិនមែនជាចោលឡើយខ្ញុំគ្រាន់តែធ្វើវីដេអូតែប៉ុណ្ណោះខ្ញុំនឹងឲ្យទូរស័ព្ទទៅកាន់បងវិញជឿខ្ញុំទៅណាខ្ញុំពិតជាមិនមែនចោលមែនក៏ប៉ុន្តែឈីឆឹងគេមិនលេងទេណាគេក៏បាក់មុខរបស់សួរវៃតែម្ដងឃើញសួរវៃនឹងគេក៏លន់មាត់ថាឯងដើរចូលមកដោយខ្លួនឯងទេសួរវៃវិញគេក៏ឆ្ងល់តែយើងធ្លាប់ជួបគ្នាបងប្រុសខ្ញុំអាចបង្ហាញថាខ្ញុំមិនមែនជាចោលបានណាឬហើយឈីឆឹងក៏លេងដៃរបស់សួរវៃទៅសួរវៃក៏បង្ហាញថាពេលនេះគេកំពុងតែ live ផ្ទាល់នៅក្នុង channel YouTube គេជាអ្នកបង្កើតមាតិកាអំពីការការពារពីការចោរកម្មអីចឹងទៅបើសិនជាឈីឆឹងមិនជឿទេអាចសួរ fan របស់គេបានឈីឆឹងវិញគេក៏កាន់ទូរស័ព្ទរបស់សួរវៃទៅតែបានអីគេក៏ប្រងនឹងយកវាយកទៅបោះចោលដោយគេសួរវៃសិនតើឯងឈ្មោះអីសួរវៃក៏ប្រាប់ទៅថាវូសួរវៃលើឈ្មោះរបស់សួរវៃហើយឈីឆឹងគេថាដូចជាលយណាតែឈីឆឹងគេដូចជាមិនជឿនោះទេស្រាប់តែគេក៏បលេងទូរស័ព្ទរបស់សួរវៃចេញពីដៃសួរវៃក៏ប្រាប់ថាខ្ញុំពិតជាឈ្មោះសួរវៃមែនខ្ញុំអាចបង្ហាញបាននេះគឺជា ID card របស់ខ្ញុំឈីឆឹងក៏តបឯងពិតជាឈ្មោះសួរវៃមែនវាពិតជា unique ណាស់សួរវៃគេថាត្រូវឲ្យបងប្រុសមិន unique អីទេបន្ទាប់មកឈីឆឹងក៏ច្បាច់ករបស់សួរវៃដោយគេសួរថាថ្ងៃមុនហេតុអីបានជាឯងបោះស្ករលើយើងសួរវៃក៏តបថាបងប្រុសខ្ញុំមិនបានចង់បោះលើបងនោះទេខ្ញុំគ្រាន់តែចង់បោះវាចោលក្បែរនឹងតែប៉ុណ្ណោះបងប្រុសខ្ញុំខុសហើយមើលទៅសួរវៃដូចជាឈឺពេកឈីឆឹងក៏ប្រឡែងដៃវិញទៅរួចហើយឈីឆឹងក៏យកឧបករណ៍ថតរបស់សួរវៃវិញម្ដងចឹងហើយសួរវៃគេក៏ភ័យទៀតហើយគេថាបងប្រុសសុំកុំចោលវាអីឈីឆឹងក៏ប្រាប់ថាឥឡូវយើងឲ្យជំរឿឯងពីរឬមួយក៏ឯងចង់ត្រូវដូចអ្នកលក់ផ្លែឪឡឹកនោះសួរវៃក៏កវីក្បាលឡើងញាប់តែម្ដងគេមិនចង់ចឹងទេឬមួយទៀតឈីឆឹងគេនឹងយកឧបករណ៍ថតរបស់សួរវៃទៅគ្រាន់តែលើបែបហ្នឹងសួរវៃក៏ឲ្យឈីឆឹងវាយគេមកអញ្ចឹងឈីឆឹងក៏តបឯងសម្រាប់ចិត្តរួចហើយនិយាយចឹងហើយគេអត់ទាន់វាយសួរវៃទេគេក៏ដើរចេញចំណែកសួរវៃវិញគេក៏តាមសុំវល់យកឧបករណ៍ថតរបស់គេមកវិញណាគេថាតម្លៃវាថ្លៃណាស់ឲ្យខ្ញុំវិញមកបងប្រុសយើងក៏មិនដឹងថាឈីឆឹងឲ្យគេវិញអត់ទេនេះរួចហើយឈីឆឹងក៏មកជួបកូនចៅរបស់គេ
ដោយពេលនេះកូនចៅរបស់គេបានចាប់បរិសម្នាក់នឹងគេចង់រត់គេចទៅក្រៅប្រទេសទៀតណាយើងក៏មិនដឹងថាគេខកអីដែរគ្រាន់តែយើងដឹងថាគេបកស្រាយប្រាប់ឈីឆឹងថាប៉ារបស់លោកបាននាំមនុស្សរាប់សិបនាក់មកលេងជីក្រុងពេញមួយយប់ខ្ញុំខ្លាចស្លាប់ណាស់ប៉ារបស់លោកក៏បានសួរខ្ញុំដោយផ្ទាល់ទៀតខ្ញុំភ័យខ្លាចខ្លាំងពេកខ្ញុំក៏សារភាពតែម្ដងទៅកូនចៅរបស់ឈីឆឹងក៏ថាតែអញកំពុងតែកុហកនរណាគេអ្នកដែលខលទូរស័ព្ទទៅលោកប្រធានគឺជាអ្នកក្រមបង្គាប់របស់គួរឆឹងអ៊ីមែនទេពេលដែលលោកប្រធានទៅដល់ជីក្រុងឯងបានរត់ចេញទៅបាត់ហើយចំណែកឯឈីឆឹងវិញគេឲ្យកូនចៅរបស់គេចាត់ការអប៉ែនឹងទៅព្រោះថាអប៉ែនឹងគេស្អាតដែរកូនចៅរបស់គេសុទ្ធតែពេញចិត្តអប៉ែនឹងគ្រប់គ្នាឬហើយឈីឆឹងក៏ដើរចេញតែគេប្រាប់កូនចៅគេថាឲ្យធ្វើអីធ្វើចោះតែកុំឲ្យធ្វើដល់អប៉ែនឹងស្លាប់អីចំណែកឯយាយនឹងសង្សារថ្មីរបស់នាងចិនឡុងវិញពីអ្នកគេពិតជាមួម៉ៅមែនតែនដោយសារតែមានឡានមួយចតនៅកណ្ដាលផ្លូវឡាននឹងផងដែរគឺជាឡានរបស់ឈីឆឹងនឹងចិនឡុងគេខឹងពេកគេក៏ទៅទាត់ឡានរបស់ឈីឆឹងណាចំណែកឯយាយវិញនឹងក៏ខឹងដែរតែគ្រាន់តែឃើញម្ចាស់ឡានភ្លាមនាងក៏បាក់ស្រាប់តែម្ដងចិនឡុងក៏សួរឈីឆឹងតើឯងជាម្ចាស់ឡានមែនទេយកវាចេញទៅឬក៏ឯងចង់ឲ្យយើងវាយវាចំណែកឈីឆឹងវិញគេមានមាត់អីមួយម៉ាត់សោះគេចូលឡានហើយនឹងគេក៏បើកកញ្ចក់ឡានចិនឡុងក៏ថាឲ្យទៀតឯងនេះធ្វើអីទៀតចេញទៅឬហើយឈីឆឹងគេក៏បានបើកឡានចេញបាត់ទៅណាចិនឡុងគេមិនដឹងខ្លួនទេថាគេកំពុងតែលេងជាមួយនរណាគេនេះរីឯយាយនាងចេះតែគិតដល់សម្រស់ដល់សង្ហារបស់ឈីឆឹងនាងចូលចិត្តបរោះបែបហ្នឹងចិនឡុងវិញសុទ្ធតែយកដៃទៅស្ទាបជើងរបស់យាយទៀតណាក៏ប៉ុន្តែយាយនឹងមិនឲ្យប៉ះទេនាងឲ្យបើកឡានឲ្យបានល្អទៅចិនឡុងក៏ឆ្ងល់ថាតើយាយថ្ងៃនេះកើតអីប្រហែលជាគេអាចចាប់អារម្មណ៍មើលដឹងអីអញ្ចឹងណាពេលនោះក៏ស្រាប់តែមានឡានមួយបើកសម្ដៅមកបុកឡានគេតែម្ដងដូច្នេះហើយក៏ធ្វើឲ្យអ្នកទាំងពីរគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាមិញយាយនឹងមិនកើតអីទេនាងគ្រាន់តែមានរបួសតែប៉ុណ្ណោះដល់តែចិនឡុងយើងក៏មិនដឹងថាគេស្លាប់ឬក៏រស់ដែរអ្នកដែលបើកបុកចិនឡុងគឺជាតួប្រុសរបស់យើងតើថាមែនចិនឡុងគេលេងខំមនុស្សមែនបើកឡានបុកគេអញ្ចឹងហើយតែឈីឆឹងគឺនៅតែសង្ហាទៀតគេបានដើរទៅបើកទ្វារឡានឲ្យយាយដូច្នេះហើយយាយនឹងកាន់តែលងឈីឆឹងថែមទៀតហើយរឿងក៏បានកាត់មកនៅពេលដែលឈីឆឹងកំពុងតែនិយាយជាមួយនឹងប៉ាម៉ាក់គេវិញប៉ារបស់គេទុកពេលឲ្យឈីឆឹង1ឆ្នាំទៀតបើសិនជាឈីឆឹងគ្មានមិត្តស្រីទេគាត់នឹងរៀបការឲ្យឈីឆឹងហើយឈីឆឹងគេថាលុះត្រាតែម្នាក់ស្រីនោះមិនខ្លាចពោះទេទើបគេរៀបការជាមួយប៉ារបស់គេក៏ថាឲ្យមិនក៏អញគិតអំពីរឿងនឹងម្លេះដល់តែម៉ាក់របស់គេវិញមិនជំរុញកូនទេព្រោះគាត់ដឹងថាបើទោះជាគាត់ប្រាប់យ៉ាងម៉េចក៏ឈីឆឹងមិនស្ដាប់ពួកគាត់ឡើយគាត់ថាតើកាលណាគេមានមិត្តស្រីទៅគេនឹងយល់ហើយចំណែកប៉ារបស់គេក៏សួរឈីឆឹងទៀតតើករណីរបស់ចិនឡុងមានពាក់ព័ន្ធអីជាមួយនឹងឈីឆឹងអត់តែឈីឆឹងគេថាគេមិនដឹងទេតើជានរណាគេទៅរួចហើយគេក៏នាំពោះរបស់គេដើរចេញទៅបាត់ទៅគេសុទ្ធតែថាពោះគេទៀតណាដោយនាងពោះសនឹងគេមានឈ្មោះថាសែវជូប៉ៅណែដល់អញ្ចឹងទៅចង់ខ្លាចជានាងពោះសនឹងដល់ហើយនេះប៉ារបស់គេខឹងមែនតែនឲ្យតែគាត់និយាយអីឈីឆឹងដើរចេញរហូតគាត់ឆ្ងល់ថាតើអាចរិកនឹងរស់នឹងបានមកពីណាមានមកពីណាទៀតគឺបានមកពីគាត់នឹងហើយគ្រាន់តែឈីឆឹងចុះពីលើឡានមកណាក៏ចេះរឿងសង្ហាដែរសុទ្ធតែជួបបរិយអីទៀតចំណែកយាយវិញពេលនេះនាងពិតជាសប្បាយចិត្តមែនតែនដោយសារតែនាងទៅតែតាមរកឈីឆឹងឃើញយើងមកមើលគូ GL របស់យើងវិញសួរអ្វីគេចេញពីបន្ទប់ទឹកមកគេសុទ្ធតែដោះអាវទៀតហើយគេក៏ទៅសួរសែសួរតែមិនទាន់ទៅវិញទេសែសួរងាកមកឃើញអញ្ចឹងនឹងគេឡើងផ្លឹកតែម្ដងដោយសារតែគេអត់ទាន់ដឹងថា GL គ្នាគេថាលេងឯងឥឡូវគេអត់ទាន់ទេតតិចទៀតសួរអ្វីក៏ថាយើងផ្លេចតែឯងចូលចិត្តមនុស្សប្រុសដូច្នេះហើយគេក៏យកអាវពេទ្យរបស់សែសួរពាក់តែម្ដងទៅរួចហើយគេក៏ដើរទៅអង្គុយពីមុខសែសួរយ៉ាងសិចស៊ីតែម្ដងសែសួរក៏សួរឯងកិច្ចពីយើងឬក៏ឯងចង់ធ្វើឲ្យយើងចាប់អារម្មណ៍តាមពិតទៅសួរអ្វីគេភ្លេចខ្លួនគេនឹងណាឥឡូវនេះគេពិតជាពិបាកចិត្តមែនតែនដោយសារតែគេមិនអាច live stream វីដេអូបានទៀតទេបើឈីឆឹងយកឧបករណ៍ថតវីដេអូរបស់គេបាត់ហើយហ្នឹងចំណែកសែសួរវិញគេឲ្យសួរអ្វីឈប់ទៅសួរវិញក៏និយាយថាជួយគិតយើងមើលតើមានការងារអីដែលយើងអាចធ្វើបានទៀតទេចំណែកសែសួរគេស្គាល់ក្រុមហ៊ុនដឹកអីវ៉ាន់មួយគេប្រាប់ឲ្យសួរវិញសាក់ទៅធ្វើការនឹងសិនមើលចឹងហើយសួរវិញគេពិតជាសប្បាយចិត្តមែនតែនដល់តែគេសប្បាយចិត្តអញ្ចឹងគេភ្លេចខ្លួនទៀតហើយក៏បញ្ចេញរឿងដ៏សិចស៊ីរបស់គេទៀតហើយនេះដូច្នេះហើយគេក៏សុំទោសទៅកាន់សែវសួរអញ្ចឹងទៅណារីឯយាពេលនេះនាងកំពុងតែឈរចាំឈីឆឹងឃើញនាងនឹងគេក៏សួរតើរបួសជាសះស្បើយហើយយានាងថាគ្រាន់តែជួបលោករបួសខ្ញុំក៏ជាសះស្បើយភ្លាមឈីឆឹងក៏តបថាល្ងងណាគេឃើញយាស្លៀកខ្លីនឹងគេក៏សួរតើនាងរងាទេយាក៏តបឈរនៅខាងក្រៅអញ្ចឹងខ្ញុំច្បាស់ជារងាហើយឈីឆឹងក៏ប្រាប់មុនថានៅក្នុងឡានរបស់គេមានពស់ក្រែងលោថាយាអត់ហ៊ានចូលលេងអញ្ចឹងណាក៏ប៉ុន្តែយានឹងថានាងស្រឡាញ់ពស់ណានាងក៏សុំទៅមើលពស់នឹងបន្តិចទៅមើលទៅមុខរបស់យាដូចជារឿងរអើមពស់មិនទេនេះយ៉ាងណាមិញនាងនៅតែធ្វើពុតជាស្រឡាញ់អញ្ចឹងដែលនាងនិយាយទៀតថាពស់នេះពិតជាគួរឲ្យស្រឡាញ់ណានិយាយបដានឹងក៏ឲ្យដៃទៅកាន់ឈីឆឹងទៀតឈីឆឹងក៏គិតក្នុងចិត្តថានាងគឺល្អណាស់ដែលខ្ញុំអាចយកទៅប្រើដើម្បីដោះស្រាយជាមួយនឹងប៉ារបស់ខ្ញុំបានបន្ទាប់មកកូនចៅរបស់ឈីឆឹងក៏មកប្រាប់ឈីឆឹងថាគេបានតាមដានលោកប្រធានគ្រប់ជំហានហើយតែគាត់មិនមានទៅណាសោះទៅតែផ្ទះនឹងក្រុមហ៊ុនតែប៉ុណ្ណោះឈីឆឹងក៏គិតថាប្រហែលជាប៉ារបស់គេអាចនឹងលាក់ពស់របស់គេនៅឯក្រុមហ៊ុនកូនចៅរបស់គេថាមិនអាចទេព្រោះថាត្រូវការកន្លែងធំហើយក៏ត្រូវការអ្នកជំនាញដើម្បីមើលថែទៀតយ៉ាងណាមិញឈីឆឹងគេថាក្រុមហ៊ុនទើបតែសាងសង់ស្តុកធំមួយយើងងាកមកមើលស៊ឺវ័យរបស់យើងវិញពេលនេះគេបានចូលធ្វើការឯណាម្នាក់ប្រុសនេះគេជាអ្នកស្គាល់គ្នាជាមួយនឹងសែវសួយចឹងហើយគេថាគេទុកចិត្តស៊ឺវ័យហើយតែគេថាអីវ៉ាន់មិនចេះតែដកចេញផ្ដេសផ្ដាស់ទេបើសិនជាគ្មានការយល់ព្រមពីលោកប្រធានស៊ឺវ័យគេថាកុំបារម្ភអីសូម្បីតែព្រះណាក៏គេមិនឲ្យបើកដែរបន្ទាប់មកស៊ឺវ័យក៏បានចេញឡានទៅដល់មុខគេមិនទាន់បានចេញដំណើរទៀតផងកូនចៅរបស់ឈីឆឹងក៏មកសួរដោយគេចង់ដឹងថាតើវាជាទំនិញអ្វីទៅ
សួរឲ្យគេប្រាប់ថាទំនិញនេះលោកប្រធានមិនឲ្យបើកមើលទេដូច្នេះហើយកូនចៅរបស់ឈីឆឹងគេស្មានដឹងបាត់ហើយថាវាជាពស់ហ៎គេក៏ខលទៅប្រាប់ឈីឆឹងទៅអ្នកយាមម្នាក់ក៏ប្រាប់ឲ្យសួរឲ្យបើកឲ្យគេមើលទៅព្រោះថាម្នាក់នោះគឺជាមនុស្សរបស់ឈីឆឹងណាក៏ប៉ុន្តែសួរឲ្យគេមិនខ្វល់ទេថាឈីឆឹងអីនោះគេប្រឹងនឹងចេញឡានទៅហើយស្រាប់តែឈីឆឹងរបស់យើងក៏បានមកដល់ដោយឈីឆឹងគេចាប់ដៃរបស់សួរឲ្យឡើងជាប់តែម្ដងសួរឲ្យគេប្រឹងរើនឹងក៏គេរើមិនរួចដែរគេក៏ស្រែកថាឲ្យកូនចៅរបស់ឈីឆឹងថាកុំបើកទំនិញរបស់គេសោះព្រោះគេបានសន្យាហើយសូម្បីតែព្រះក៏គេមិនឲ្យបើកដែរចំណែកឈីឆឹងក៏និយាយតែកំពុងតែស្រែកអីហ្នឹងយើងគឺជាព្រះនៅទីនេះហើយនៅក្នុងឡានហ្នឹងគឺមិនមែនជាពស់នោះទេវាគ្រាន់តែជាស្ពះផាត់តែប៉ុណ្ណោះដូច្នេះហើយឈីឆឹងក៏លេងដៃរបស់សួរវៃទៅគេក៏ថាឲ្យកូនចៅគេក្រែងប្រាប់ថាឯងរកឃើញហើយដល់ទៅសួរវៃវិញគេក៏ថាឲ្យដែរតើនរណាគេប្រាប់ឲ្យពួកលោកបើកទំនិញរបស់ខ្ញុំកូនចៅរបស់ឈីឆឹងគេមានឈ្មោះថាកាងជឺអបកាំងជឿនឹងគេក៏តបគ្រាន់តែជាស្ពះផាត់សោះមិនឯងតឹងរឹងម្លេះសួរវៃក៏និយាយទៀតបើសិនជាយើងមិនបានលុយឯងនឹងឯងតើតែគេទិញកោអាយរបស់ឈីឆឹងមកទៅគេដឹងថាគឺជាឈីឆឹងគេក៏លន់មកថាគឺជាលោកទៀតហើយតើលោកចង់បានអីលោកតែងតែមករំខានការងាររបស់ខ្ញុំរហូតកាំងជឿក៏និយាយតែឯងកំពុងតែធ្វើអីហ្នឹងនេះគឺជាប្រធានឃ្លាំងរបស់យើងណាលើបែបហ្នឹងសួរវៃគេលង្ហួសចិត្តតែម្ដងតែគេមិនខ្វល់ថាជានរណាទេឆាប់បង់លុយឲ្យគេមកឈីឆឹងក៏សួរតើប៉ុន្មានទៅសួរវៃក៏លើកដៃថា500ឈីឆឹងគេប្រាប់កូនចៅរបស់គេឲ្យលុយទៅកាន់សួរវៃទៅដល់5000ឯណោះរួចហើយគេក៏ចានសួរវៃឲ្យទៅចំណែកឯគេក៏នៅឈោជក់បារីយ៉ាងសង្ហាទៀតអញ្ចឹងទៅណាបន្ទាប់មកយាក៏មករកឈីឆឹងក៏សួរតើនាងមកធ្វើអីយានឹងថាខ្ញុំមករកបងនឹងណាខ្លាចថាពេលបងចេញពីធ្វើការបាត់បងទៀតកូនចៅរបស់ឈីឆឹងឃើញអញ្ចឹងនឹងគេថាពិតជាស្វីតណាដើម្បីឲ្យកាន់តែស្វីតថែមទៀតនាងក៏ថាប់ឈីឆឹងស្របពេលនឹងសួរវៃគេនៅនឹងដែរគេក៏ឃើញម៉ែបនឹងគេពិតជាភ្ញាក់ផ្អើលមែនតើយានាងសួរឈីឆឹងតើនឹកនាងអត់តែឈីឆឹងគេមិនឆ្លើយទេណាគេថាតោះយើងទៅឃើញចឹងអីសួរវៃគេពិតជាខឹងមែនតើគេក៏ថាមិនឆ្ងល់នោះទេលោកបានបង្កើតបញ្ហាជាច្រើនមកកាន់ខ្ញុំថែមទាំងបំផ្លាញការងាររបស់ខ្ញុំទៀតដូច្នេះលោកគឺជាមិត្តប្រុសថ្មីរបស់យាលោកកំពុងតែយកការសងសឹកដោយសារតែនាងបើសិនជាខ្ញុំមិនសងសឹកលោកវិញទេខ្ញុំមិនមែនជាសុភាពបរិសុទ្ធទៀតទេឬហើយរឿងរបស់យើងភាគទី1ក៏ចាប់តែត្រឹមហ្នឹងហើយចង់ដឹងថាភាគទី2មានសាច់រឿងយ៉ាងម៉េចខ្លះចាំមើលការសម្ដែងភាគក្រោយរបស់ Admin SN Live វិញម្ដងសម្រាប់ Admin វិញចាំជួបគ្នានៅភាពផ្សេងទៀតសម្រាប់អ្នកដែលចង់ឧបត្ថម្ភឲ្យ Admin 1 កាក់1 សេនអីអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកង ABA នេះបានណា